បោះបង់ក្តីស្រមៃដែលចង់បន្តរៀនខាងកសិកម្មចោលក៏ព្រោះតែឃើញម្ដាយឈឺសន្លាក់ឈរលក់លេងកើតក៏សម្រេចចិត្តថាប្រកបរបរបន្តវេនពីម្ដាយដែលបើកលក់មីសួរទឹកក្រហមនេះណាដែលគេហៅថាមីសួរផ្លូវលំដើម្បីអាចរកចំណូលផ្គត់ផ្គង់គ្រួសារដែលគាត់លក់នេះគឺលក់ពីអ្នកបងស្រីគាត់ផ្ទាល់តែម្ដងហើយកន្លែងគាត់លក់នេះបែបសាមញ្ញនៅតាមផ្លូវលំនេះឯងប៉ុន្តែដោយតែបងប្អូនបានឃើញអញ្ចឹងគឺមានភ្ញៀវមកពេញតែម្ដងហើយកន្លែងគាត់លក់នេះមើលមកតំណមែនតើគឺមានគ្រប់សពតែម្ដងណាដែលមានទាំងមីកញ្ចប់មីសួរនំបញ្ចុកហើយបើចំពោះគ្រឿងសាច់វិញក៏មានគ្រប់មុខមិនឲ្យខ្វះទេមានទាំងជើងជ្រូកសាច់ជ្រូកគ្រឿងក្នុងប្រហិតត្រីចៀនប្រហិតត្រីស្ងោរហើយអ្វីដែលពិសេសហ្នឹងគឺទឹកស៊ុបគាត់នេះតែម្ដងដែលគាត់ធ្វើជាមួយនឹងទឹកស្លក្រហមណាដើម្បីដាក់ជាមួយអាមីសួរឬនំបញ្ចុកនឹងឯងហើយបើបានដាក់ជ្រលក់នឹងទឹកជ្រលក់របស់គាត់ទៀតណាដែលទឹកជ្រលក់រួមមានទាំងទឹកកាពិផងទាំងអំពិលផងដែលលាយចូលគ្នាគឺថាចាប់ជាតិខ្លាំងមែនតើហើយអញ្ចឹងអ្នកដែលបានទៅលេងខាងខេត្តកពតកុំភ្លេចមកសាកជាមួយនឹងមីសួរទឹកក្រហមគាត់មួយនេះផងហើយបើបានញ៉ាំមីសួរបែបចេះណាជាមួយនឹងទឹកក្រូចអាយកូឡាគឺត្រូវគ្នាណាហើយទឹកក្រូចអាយកូឡានេះសប្បាយស្រស់ស្រាយគ្រប់ពេលតែម្ដងដាក់ជាមួយម្ហូបអីក៏ឆ្ងាញ់ដែរញ៉ាំទឹកក្រូចអាយកូឡាគឺមានឱកាសឈ្នះរង្វាន់ជាច្រើនមានទាំងលុយមានទាំងម៉ូតូ Vespa មានទាំងទូរស័ព្ទ Samsung Galaxy A7 និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតហើយកន្លែងគាត់នេះដែលគេតែងហៅថាមីសួរផ្លូវលំឬក៏មីសួរទឹកក្រហមណាហើយបើបានដាក់ជាមួយនឹងទឹកកាពិដែលជាទឹកជ្រលក់របស់គាត់ហ្នឹងគឺនិយាយពីថាអស់តតែម្ដងហើយបើតាមសាកសួរគាត់ណាគាត់ថាមុខរបរនេះណាគឺជាមុខរបរតជំនាន់ដែលលក់តាំងពីម្ដាយគាត់ជា20ឆ្នាំមកហើយគាត់ផ្ទាល់នេះផងដែរក៏លក់បន្តបាន7ឆ្នាំអីដែរឡើយដែលគាត់ចាប់បាក់ដូរភ្លាមអត់រៀនរែកច្រើនទេសារៈចិត្តមកលក់បន្តវេនពីម្ដាយដើម្បីតែជីវភាពព្រោះដែលជាចំណូលធំនៅក្នុងគ្រួសារគាត់ផ្ទាល់តែម្ដងគាត់ធ្លាប់បានបញ្ជាក់ដែរថាគាត់ធ្លាប់មានកម្រងនៅពេលដែលចាប់បាក់ដូរណាគាត់ចង់បន្តការសិក្សារៀនខាងកសិកម្មតាមចិត្តដែលស្រឡាញ់ប៉ុន្តែចិត្តដែលអាណិតម្ដាយដែលឈឺសន្លាក់ឈរលក់លេងកាត់ផងនោះក៏សម្រាប់ចិត្តថាបើបង់ការសិក្សាត្រឹមបាក់ឌុបមកលក់បន្តវេនតែម្ដងសូមសរសើរការតាំងចិត្តរបស់គាត់មែនតើហើយកន្លែងគាត់នេះដោយតែបងប្អូនបានឃើញចឹងគឺមានភ្ញៀវចេញចូលហោហែតែម្ដងក៏ព្រោះតែរសជាតិដែលជារូបមន្តបន្តវេនពីម្ដាយរបស់គាត់ផ្ទាល់នឹងតែម្ដងហើយដែលកន្លែងគាត់នេះបើកលក់ពីម៉ោង6ព្រឹកដល់ម៉ោង12ថ្ងៃត្រង់ហើយចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទៅសាកអីអាចសាកបានដែលទីតាំងរបស់គាត់នៅក្បែរផ្សារសាមគ្គីនៅផ្លូវលំនៅខាងខេត្តកំពតហើយខ្ញុំនឹងដាក់ Google Map ជូននៅក្នុង comment ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុងវីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត